ជីវិតគឺជាការតស៊ូតែជីវិតខ្ញុំមានឈ្មោះជាក្មេងអនាថាគ្មានម៉ាក់គ្មានប៉ាគ្មានទីជម្រកស្គាល់តែកំណត់សម្រាមគ្មានអ្នកណាគេយល់ទេក្រៅពីការមើលងាយម៉ាក់ប៉ាព្រៀងអាទិត្យដ៏សែនក្តៅរស់ក្រោមពន្លឺថ្ងៃក្រោមមេឃតែមួយជើងឈរលើដីទឹកភ្នែកមួយដំណក់ស្រែកតវ៉ាលោកីម្ដេចបង្កើតខ្ញុំហើយគេមិនអោយតម្លៃខ្ញុំមានសំណួរមួយចង់សួរទៅមេឃតើរាល់ថ្ងៃនេះខ្ញុំមានឪពុកទេខ្ញុំមានម៉ែទេតើគាត់នៅទីណាបើបានឮហើយជួយទៅប្រាប់គាត់ថាកូនគាត់ម្នាក់នេះរស់នៅសែនឈឺផ្សាហៅគាត់ទាំងយប់ទាំងថ្ងៃតែគាត់នៅទីណាប្ដេចបង្កើតកូនហើយទុកឲ្យកូនឯការស់នៅម្នាក់ឯងខណ្ឌដែលវិវត្តទៅសង្សារមុខពុកមុខម៉ែខ្ញុំមិនដែលឃើញទេតាំងពីតូចក្រូចឆ្មារហូតធំដឹងក្តីហាខ្យល់ហាភ្លៀងគេមិនអោយតម្លៃតែតស៊ូរស់ខំដែលរកចំណីរស់នៅក្នុងសង្គមពោពេញដោយភ្លើងក្តៅមិនបានរៀនសូត្រមានតែភាពល្ងងខ្លៅឈ្មោះក្មេងបានផ្សារណាថាដូចផ្សែងលើអណ្ដែតលើសមុទ្រគ្មានកោះគ្មានត្រើយដៃទាំងពីរលើប្រណំសំពះដល់អស់ទេវតាជាតិមុនខ្ញុំខុសអីបានជាតិនេះប្រត់គ្រួសារជួបទុកកម្មក្រាស់តែអ្នកណាជាអ្នកចាព្រមនេះខិតជាអ្នកកំណត់ដោយរុញខ្ញុំនេះចុំឆាបានតើលោកនៅទីណាឬកូនស្រែកហៅទេទឹកភ្នែកកូនហូរដោយទន្លេចង់นั่งចង់មានភាពកក់ក្ដៅចង់មានគ្រួសារដូចគេប៉ុន្តែមិនអាចទៅរួមខ្ញុំតែងតែគិតថាថ្ងៃណាខ្ញុំដូចគេបានរៀនបានសូត្រមានមិត្តភក្តិប្រឡែងមានម៉ាក់មានប៉ានៅចាំជួយជ្រោមជ្រែងអប់រំទូមានពេលខ្ញុំធ្វើអ្វីខុសពាក្យពេចន៍មានគុណខ្ញុំមិនដែលឮទេកូនអើយឃ្លានទេកូនអើយរងាទេភ្លៀងធ្លាក់ខ្លាំងណាស់ប្រយ័ត្នឈឺណាកូនគេលិនដប់ភួយផងម៉ាក់ប៉ាបារម្ភពីសំដីទាំងអស់នេះវាត្រឹមជាការស្រមៃដេកលើកំណត់សម្រាមទឹកភ្នែកហូររាល់ថ្ងៃតែទោះបីជាយ៉ាងណាកូនមិនស្អប់អ្នកទេគុណលោកសែនធ្ងន់មហាធ្ងន់លើព្រឹត្តិពីកូនសូមអោនសំពះដឹងគុណលោកពីចម្ងាយចាប់ពីពេលនេះទៅកូនមិនអស់សង្ឃឹមឡើយកូននឹងខំរស់ជាយាមរកត្រើយឈ្មោះទៅមុខវាយទៅមុខមិនបណ្ដែតមិនបណ្ដោយ